ឃុំល្វាស្រុកព្រះស្ដេចខេត្តព្រៃវែងកាលពីថ្មីនេះនាថ្ងៃទី11ខែកក្កដាឆ្នាំ2026លោកស្រីឈឹមចន្ទថលអភិបាលរងនៃគណៈអភិបាលស្រុកតំណាងលោកយ៉ាវសានិនអភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេចខេត្តព្រៃវែងក៏បានអញ្ជើញនាំយកនៅសម្ភារៈនិងថវិកាដើម្បីអញ្ជើញទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោកយាយទាវណាំដែលត្រូវនឹងជាម្ដាយលោកស្រីអ៊ុងយឹមដែលជាសមាជិកក្រុមប្រឹក្សាឃុំល្វាដែលស្ថិតនៅក្នុងភូមិស្វាយក្ដៀបឃុំល្វាស្រុកព្រះស្ដេចខេត្តព្រៃវែងជំរាបសួរជំរាបព្រលឹកជូនទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសនៅក្នុងស្រុកព្រះស្ដេចចាកាលពីថ្មីនេះនាថ្ងៃទី11ខែកក្កដាឆ្នាំ2026ចាលោកស្រីឈឹមចន្ទថលចាដែលជាអភិបាលរងនៃគណៈអភិបាលស្រុកចាព្រះស្ដេចតំណាងលោកយ៉ាវសានិនស្រុកព្រះស្ដេចចាដែលបានអញ្ជើញយកនៅសម្ភារៈនិងថវិកាទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពចាគឺលោកយាយទាវណាំចាដែលត្រូវជាម្ដាយលោកស្រីអ៊ុងយឹមចាដែលជាសមាជិកក្រុមប្រឹក្សាឃុំល្វាស្រុកព្រះស្ដេចខេត្តព្រៃវែងចាថ្មីនេះទេហើយដូច្នេះនាងខ្ញុំឃើញពីទស្សនភាពបែបនេះហើយចាត្រេកអរហើយនឹងរីករាយដែលឃើញមានវត្តមាននៅខ្ពង់ពោះថ្នាក់ដឹកនាំចាអញ្ជើញទៅចូលរួមនៅក្នុងកម្មវិធីបុណ្យសពចានៅក្នុងឃុំល្វាស្រុកព្រះស្ដេចចាថ្មីនេះទេដូច្នេះសូមពុកម៉ែបងប្អូនចាបាសនាជាបានប្រទេសនឹងឃើញជួបនៅវីដេអូសកម្មភាពថ្នាក់ដឹកនាំក្នុងស្រុកចាបាសនាជាបងប្អូនបានទស្សនាហើយកុំភ្លេចធ្វើការ share ចាក៏ដូចជាពាក្យថាចែករំលែកឬក៏បងប្អូនដែលមិនទាន់បានចុចតាមដានឬក៏ពាក្យថា follow page ចាំមកកាន់នេះខ្ញុំចាបងប្អូនអាចចុចតាមដានបានរាល់សកម្មភាពនៅក្នុងស្រុកឬក៏ខេត្តព្រៃវែងទាំងមូលនេះខ្ញុំចែករំលែកចាជូនបងប្អូនដោយសេចក្តីរីករាយតែម្ដងគណៈពេលនេះបើសិនណាជានេះខ្ញុំពិពណ៌នាទៅចាថាវិបាយទៅមានចំណុចណាដែលវាឆ្កងខុសអក្ខរាវិរុទ្ធត្រង់ចំណុចណាមួយសម្ដីណាមួយសង្ឃឹមថាថ្នាក់ដឹកនាំស្រុកខេត្តចានឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលតាមដានស្ដាប់នេះអធិស្ឋានមកកាន់នេះខ្ញុំផងដែរគណៈពេលនេះនាងខ្ញុំវុតសាវឌីសង្គមចូលចិត្តសូមគោរពអរគុណនិងជម្រាបលា